តំណាងប្រជាពលរដ្ឋជាសហគមន៍ជនជាតិដើមភាគតិចចារាយជាង70គ្រួសាររស់នៅភូមិតាំងជីឃុំញ៉ាងស្រុកអណ្ដូងមាសខេត្តរតនគិរីនៅថ្ងៃអង្គារទី20ខែមីនាឆ្នាំ2012បានអះអាងថាតំបន់ព្រៃស្រោងជាង50ហិកតាត្រូវបានក្រុមហ៊ុនសម្បទានមួយឈ្មោះ DM Group ប្រើគ្រឿងចាក់ឈូសឆាយផ្ដួលរំលំរួចជាស្រេចដើម្បីដុតរានយកដីដាំកៅស៊ូនៅពេលឆាប់ៗនេះកាលពីថ្ងៃច័ន្ទតំណាងប្រជាពលរដ្ឋបាននាំយកលិខិតតវ៉ាមានស្នាមមេដៃអ្នកភូមិ154នាក់តំណាងឲ្យប្រជាពលរដ្ឋ75គ្រួសារមកការិយាល័យសមាគមអាត6ខេត្តរតនគិរីដើម្បីសុំឲ្យសមាគមនេះជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្តចាត់វិធានការទប់ស្កាត់ករណីនេះតំណាងអ្នកតវ៉ាលោកគឿនប៊ុនណយមានប្រសាសន៍បញ្ជាក់ថាសកម្មភាពឈូសឆាយរំលំដើមឈើនេះធ្វើឡើងតាំងពីចុងខែកុម្ភៈនៅតំបន់ព្រៃស្រោងចំណុចអូកាហល់ព្រំប្រទល់ភូមិតាំងជីនិងភូមិកេតក្នុងឃុំញ៉ាងលោកបន្តថាមេការក្រុមហ៊ុនបានប្រាស់ក្រុមប៉ូលីសឯកសណ្ឋាន2នាក់ប្រដាប់អាវុធការពារសកម្មភាពឈូសឆាយនោះប្រជាពលរដ្ឋជាសហគមន៍បានរាយការណ៍ជូនអាជ្ញាធរឃុំរួចហើយដើម្បីទប់ស្កាត់គ្រឿងចាក់ចំនួន4គ្រឿងកំពុងឈូសរានព្រៃក៏ប៉ុន្តែពុំបានលទ្ធផលឡើយហើយប្រធានសហគមន៍ភូមិបានគម្រាមចាប់ប្រជាពលរដ្ឋអ្នកតវ៉ាដាក់ពន្ធនាគារធំណាស់ពលគេរុញអត់សោតនេះគេយកម៉ាស៊ីនត្រង់ចំណោហ្នឹងគេប្រលុំមានព្រៃបោះទេមានព្រៃស្រោងទៅធំទាំងមេភូមិទាំងធានសហគមន៍ទាំងមេការយន្តអាដាមហ្នឹងគេរួមដំណើរគ្នាគេប្រាប់ប្រជាពលរដ្ឋថាស្ដីរបស់រដ្ឋស្ដីព្រៃស្រោងនេះគេថារដ្ឋឲ្យអភិវឌ្ឍដាំកស៊ូដាំហ្នឹងបានខ្ញុំសង្ស័យធ្វើពាក្យបណ្ដឹងហ្នឹងវិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារនេះមិនអាចតាក់ទងតំណាងក្រុមហ៊ុន DM Group គឺលោកសំណាងដើម្បីបញ្ជាក់ពីបញ្ហានេះបានទេប្រធានភូមិតាំងជីគឺលោករចំផ្ចឹងលោកបានទទួលស្គាល់ថាក្រុមហ៊ុនពិតជាបានឈូសឆាយដីតំបន់ព្រៃឈើនោះមែនក៏ប៉ុន្តែលោកមិនបានឃើញលិខិតឬឯកសារពាក់ព័ន្ធដែលបញ្ជាក់ថាមានការអនុញ្ញាតឲ្យឈូសឆាយដីនៅតំបន់នោះពីក្រុមហ៊ុននោះឡើយលោកបន្តថាអ្នកភូមិកំពុងមានការព្រួយបារម្ភពីការបាត់បង់ព្រៃដែលអ្នកភូមិបានអភិរក្សសម្រាប់ប្រពៃណីនិងជីវភាពរស់នៅរបស់ពួកគាត់ដីនឹងដីព្រៃមែនតែនហ្មងមានដីបោកចំការចាស់ណាដីព្រៃសុទ្ធខ្ញុំគាត់គេថាបរិវត្តទៀតហ្នឹងគេជួនោះគេមិនស្រាប់ទេព្រោះថាខាងគុំគេដឹងហើយអភិបាលស្រុកអណ្ដូងមាសលោកនងដារិតមានប្រសាសន៍បញ្ជាក់ថាក្រុមហ៊ុន DM Group មានលិខិតសម្រេចពីរាជរដ្ឋាភិបាលប្រគល់ដីជាង700ហិកតានៅភូមិកេតឃុំញ៉ាងសម្រាប់វិនិយោគដំណាំកៅស៊ូក៏ប៉ុន្តែលោកមិនប្រកាសថាទីតាំងដែលអ្នកភូមិអះអាងថាមានការឈូសរានព្រៃនោះស្ថិតក្នុងបរិវេណដីសម្បត្តិឬយ៉ាងណាលោកបន្តថាប្រជាពលរដ្ឋគួរផ្ដល់ព័ត៌មានឬពាក្យប្តឹងមកអាជ្ញាធរស្រុកដើម្បីចុះពិនិត្យករណីនេះចំណុចភូមិដែលគាត់មកនិយាយហ្នឹងមិនត្រូវចំណុច DM Group ទេសំណូមពរឲ្យគាត់នឹងមានការអីតាក់ទងមួយអាជ្ញាធរដែនដីឲ្យច្បាស់លាស់ទៅគេធ្វើការជូននេះរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីលោកផាន់ភីនមានប្រសាសន៍បញ្ជាក់ថាលោកមិនបានទទួលពាក្យបណ្ដឹងណាមួយពីករណីនេះទេក៏ប៉ុន្តែលោកទទួលស្គាល់ថាក្រសួងកសិកម្មបានសម្រេចផ្ដល់ដីសម្បត្តិនៅតំបន់នោះទៅឲ្យក្រុមហ៊ុន DM Group នឹងបានបោះបង្គោលកំណត់ព្រំដីសម្បត្តិរួចហើយលោកបន្តថាលោកមិនទាន់ប្រកាសថាតើក្រុមហ៊ុនទទួលបានការអនុញ្ញាតឲ្យឈូសរានផ្ទៃដីសម្បត្តិឬយ៉ាងណាទេក៏ប៉ុន្តែលោកនឹងចាត់មន្ត្រីចុះផ្ទៀងផ្ទាត់ប្រសិនលោកបានទទួលពាក្យបណ្ដឹងពីករណីនេះយើងក៏ត្រូវតែមើលដែរតើវានឹងមិនជើងតើកន្លែងខ្លះគេខំនិយាយឈ្មោះក្រុមហ៊ុនមកដាក់តាមពិតជារឿងឯកជនឈូសហ្នឹងដូចជាអត់ទាន់បានទទួលលំនឹងអីទេតែខ្ញុំពិនិត្យមើលឯកសារទៀតវាក៏លំបាកដោយសារតែកន្លែងហ្នឹងមានការលក់ដូរទិញដីអស់គាត់មួយចំនួនហើយក្នុងពាក្យបណ្ដឹងរបស់តំណាងសហគមន៍ឲ្យដឹងថាអ្នកភូមិសម្រាប់ចាត់ប្តឹងមេការក្រុមហ៊ុនឈ្មោះជួនអាដាមរស់នៅឃុំអាលិចស្រុកអណ្ដូងមាសពីបទដឹកនាំកាប់រៀនព្រៃឈើនិងប្រធានសហគមន៍ភូមិតាំងជីលោកសតក់ពីបទគំរាមកំហែងប្រជាពលរដ្ឋអ្នកតវ៉ាការពារមិនឲ្យឈូសរានព្រៃឈើខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្ត